សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់ Channel នៃtiềnរឿងហើយថ្ងៃនេះដែររឿងរ៉ាវរបស់យើងគឺយើងនិយាយទាក់ទងអំពីរឿងខ្មោចវ័យក្បាលសម្រាប់រឿងនេះដែរគឺទាក់ទងទៅលើនឹងវិទ្យាស្វាមីមួយគ្រួសារដែលប្រកបមុខរបរអាជីវកម្មជាអ្នកធ្វើស្រែចម្ការហើយស្វាមីដែលមានឈ្មោះជានាយខេននិងភរិយាឈ្មោះនាយហានជាអ្នកធ្វើស្រែចម្ការមួយកន្លែងដែលសម្រាប់នាយខេននរណាក៏គេលន់មាត់សរសើរគ្រប់គ្នាថាជាមនុស្សឧស្សាហ៍ព្យាយាមគ្រប់ភារកិច្ចការងារនៅពេលផុតរដូវខែធ្វើស្រែចម្ការគាត់តែងតែឆ្លៀតទៅដាំដំណាំគ្រប់ប្រភេទគឺដើម្បីគ្រាន់បានលក់ដូររកចំណូលដល់គ្រួសារបន្ថែមថ្ងៃមួយគេចេញទៅស្រែយកទៅជាមួយចបនិងកាំបិតផងដែរព្រោះថ្ងៃនេះគាត់ត្រូវការទម្លាយដំបូកមួយគឺដើម្បីដាំកូនម្ទេសហើយដំបូកនោះគឺគួរឲ្យខ្លាចណាស់ព្រោះវាមានព្រៃស្ដុកក៏ប៉ុន្តែមានរយៈពេលប្រហែលថ្ងៃផងនាយខេនបានកាប់ឆ្ការនឹងទម្លាយដំបូកនោះឡើងរៀបឆេងគេដកកុំម្ទេសមកដាំបំពេញដំបូកនោះនឹងច្រើនថ្ងៃក្រោយមកម្ទេសរបស់គេក៏លូតលាស់ឡើងខ្ចីល្ហក់នាយខេនបាននិយាយថាមានល្ងាចមួយនោះពេលកំពុងតែស្រោចម្ទេសស្រាប់តែមានអ្វីមួយយ៉ាងហោះមកបុកក្បាលរបស់គេផាំងដែលហេតុតែធ្វើឲ្យគេឈឺយ៉ាងខ្លាំងក្រោយពីនោះមក2ថ្ងៃអាការៈជំងឺកាន់តែទ្រុឌទ្រោមយ៉ាងឆាប់រហ័សប្រពន្ធរបស់គេទៅទិញថ្នាំមកឲ្យលេបក៏មិនបាត់ក្រោយមកទើបនឹងគ្នាចាប់អារម្មណ៍ថាអាចខ្មោចធ្វើព្រោះមានចាស់នៅក្នុងភូមិរបងជាមួយឧស្សាហ៍មករំលឹកប្រាប់ខ្ញុំយកថាឲ្យប្រពន្ធរបស់គេទៅអញ្ជើញរូបមេមត់មកលេងមើលហើយទីបំផុតក៏បានដឹងថាជាខ្មោចប្រចាំដំបូកដំបងវាយក្បាលរបស់គេរូបមេមត់នោះបានស្រែកវ៉ាវ៉ាព្រមទាំងនិយាយសម្លេងខ្មោចគួរឲ្យខ្លាចថាអញត្រូវតែយកជីវិតឯងឲ្យបានប្រពន្ធរបស់នាយខេនព្រមទាំងញាតិមិត្តទាំងឡាយនាំគ្នានិយាយអំបថាលោកម្ចាស់ចង់បានអ្វីក៏បានដែរសូមកុំឲ្យតែយកជីវិតមនុស្សម្នាក់នេះបានហើយខ្មោចនៅក្នុងរូបមេមត់នោះក៏ស្រែកសន្ធប់មកវិញខ្លាំងថាអញមិនយកស្អីក៏អញមិនយកដែរកុំថាឡើយមន្ទាជ្រូកក្របីដំរីសេះទោះឡានហោះក៏អញមិនយកដែរអញត្រូវតែយកជីវិតវាព្រោះវាប្រហើនខ្លាំងណាស់ទៅកាប់ឆ្ការទន្លាយទីកន្លែងរបស់អញមិនមានប្រាប់អញមួយម៉ាត់អញមិនស្ដាប់ការអង្វររបស់អ្នកណាទាំងអស់អញទៅហើយនិយាយបានតែប៉ុណ្ណឹងរូបមេមត់ក៏ដួលទៅមួយសន្ទុះធំទើបដឹងខ្លួនវិញប្រពន្ធរបស់នាយខេននិងញាតិមិត្តជិតខាងមានការស្រុកចិត្តអស់សង្ឃឹមគ្រប់គ្នាមួយថ្ងៃក្រោយមកនាយខេនក៏អស់ខ្យល់ដកដង្ហើមលាចាកលោកនេះទៅញាតិមិត្តជិតខាងជួយគ្នាទុកដាក់សពក្នុងមឈូសរួចរាល់និងនិមន្តព្រះសង្ឃធ្វើពិធីតាមព្រះពុទ្ធសាសនាអ្នកភូមិជួយគ្នាសែងសាកសពរបស់នាយខេនទៅទុកនៅឯភូមិចាស់ដីគេដំណើរពីដូនតារបស់គេដែលនៅឆ្ងាយពីភូមិស្រុកប្រហែលជា3គីឡូម៉ែត្រតែប៉ុណ្ណោះចេញដំណើរទៅម៉ោង3ល្ងាចទៅហើយទម្រាំតែជីកចំដៅទុកដាក់រួចរាល់ក៏យប់ល្មមអ្នកជួយសែងសាកសពទៅប្រមាណអ្នកក៏គេត្រឡប់មកវិញអស់តាំងពីនៅភ្លឺម្លេះនៅសល់តែអ្នកចិត្តខាង4អ្នកទៀតនៅជួយកាប់រដាគ្នាកាលនៅភ្លឺអត់មាននឹកឃើញថាខ្លាចអីនោះទេលុះដល់ពេលយប់ថែមទាំងងងឹតឈើងនោះទៀតធ្វើឲ្យពួកយើងទាំង5នាក់ស្រេកឆ្អឹងខ្នងដណ្ដើមគ្នាកណ្ដាលគ្រប់គ្នាភ្លាមនោះសំឡេងមិត្តខ្ញុំម្នាក់ប្រាប់ថាហេចុះស្អីនោះពួកយើងម្នាក់ងាកឆ្លេឆ្លារកមើលព្រមទាំងរកផ្លូវគោះសមរៀងរឿងខ្លួនផងដែរខ្ញុំព្យាយាមតាំងចិត្តមិនខ្លាចមិនបានសោះទើបសម្រេចចិត្តប្រាប់គ្នាឲ្យបញ្ចាំងភ្លើងមើលឲ្យច្បាស់តែម្ដងទៅពុទ្ធោអើយគ្រាន់តែបញ្ចាំងភ្លើងពើទៅផ្លែតភ្នែករបស់យើងទាំង5នាក់ក៏បានឃើញនាយខេនកំពុងតែឈោះសម្លឹងឆ្កឹងដាក់ដៃទាំងពីរមកលឿនអណ្ដាតធ្លាក់ដល់ទ្រូងភ្នែកប៉ុនក៏ដៃស្ទើរតែជុះទៅហើយពួកយើងទាំង5នាក់ពេលនេះលែងគិតអ្វីគួរច្រើនហើយដឹងត្រឹមថាក្បាលអ្នកណាសក់អ្នកនឹងហើយពឺតយកតែទៅដល់ផ្ទះរៀងខ្លួនមកដល់ផ្ទះ
វិញខ្ញុំឈឺ3ថ្ងៃហើយអ្នកខ្លះទៀតឈឺ7ថ្ងៃហើយខ្លះទៀតឈឺដល់1ខែជ្រុះសក់ដោយគ្រុនចាញ់អញ្ចឹងតាមរយៈបទពិសោធន៍របស់ខ្ញុំនេះខ្ញុំសូមប្រាប់ថាខ្មោចប្រកាសជាមានពិតព្រោះខ្ញុំបានឃើញផ្ទាល់នឹងភ្នែកបើអ្នកមិនជឿទេអាចសាកខ្លួនឯងបានសម្រាប់ខ្មោចរឿងបែកក្បាលនេះគឺបញ្ចប់តែត្រឹមហ្នឹងសូមអរគុណសម្រាប់ការទស្សនាពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលា